សៀវភៅផ្នត់គំនិត Mindset ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកហើយរស់នៅប្រកបដោយសក្តានុពលសូមថ្លែងអំណរគុណដល់អ្នកស្រីបណ្ឌិត Carol S. Wick ចំពោះការសិក្សាស្រាវជ្រាវដ៏មានតម្លៃរបស់អ្នកស្រីដើម្បីមនុស្សជាតិដែលអាចឲ្យយើងធ្វើការស្វែងយល់បានកាន់តែច្រើននិងមានជីវិតកាន់តែស្រស់បំព្រងអំពីអ្នកនិពន្ធអ្នកស្រីបណ្ឌិត Carol S. Wick ត្រូវបានគេស្គាល់ថាជាអ្នកស្រាវជ្រាវឈានមុខលំដាប់ពិភពលោកក្នុងវិស័យចិត្តសាស្ត្រសង្គមអត្តចរិតបុគ្គលនិងចិត្តសាស្ត្រនៃការអភិវឌ្ឍគាត់ធ្លាប់ជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ Columbia ហើយពេលនេះជាសាស្ត្រាចារ្យផ្នែកចិត្តវិទ្យានៃសាកលវិទ្យាល័យ Stanford និងសាលាវិចិត្រសិល្បៈនៃវិទ្យាសាស្ត្រអាមេរិកកាំងផងដែរសៀវភៅដ៏មានខ្លឹមសារជ្រៅជ្រះរបស់អ្នកស្រីដែលមានចំណងជើងថា Cell Theory ជាប់ឈ្មោះជាសៀវភៅល្អបំផុតប្រចាំឆ្នាំដែលវាតម្លៃដោយសមាគមអប់រំពិភពលោកការស្រាវជ្រាវរបស់គាត់ត្រូវបានលើកឡើងនៅក្នុងកាសែតល្បីៗដូចជា The New Yorker Times The New York Times The Washington Post និង The Boston Globe ជាដើមហើយអ្នកស្រីក៏បានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ពេញនិយមរបស់អាមេរិកដូចជាកម្មវិធី Today និងកម្មវិធី2020ផងដែរអ្នកស្រីរស់នៅក្នុងទីក្រុង Palo Alto រដ្ឋ California ជាមួយនឹងស្វាមីរបស់អ្នកស្រីអារម្មណ៍កថា Mindset ជាសៀវភៅលើកទឹកចិត្តនិងទស្សនវិជ្ជាមួយក្បាលក្នុងចំណោមកម្ពុជាសៀវភៅដទៃទៀតដែលលក់ដាច់ជាងគេលើពិភពលោកហើយវាក៏ត្រូវបានណែនាំឲ្យអានដោយមហាសេដ្ឋីពាន់លានគឺលោក Bill Gates ផងដែរបន្ទាប់ពីបានអានសំណៅដើមនៃសៀវភៅនេះជាភាសាអង់គ្លេសរួចការគិតរបស់ខ្ញុំនិងជីវិតទាំងមូលបានផ្លាស់ប្ដូរនៅក្នុងរូបភាពមួយដ៏ប្រសើរហើយខ្ញុំជឿថាសៀវភៅនេះពិតជាមានតម្លៃសម្រាប់ឲ្យមនុស្សគ្រប់រូបបានអាននិងសិក្សាស្វែងយល់ជាទីបំផុតខ្ញុំក៏បានធ្វើការចែករំលែកជាវីដេអូឃ្លីបខ្លីៗដោយសង្ខេបនៅក្នុងគេហទំព័រ Facebook របស់ខ្ញុំដោយសង្ឃឹមថានឹងអាចជួយដល់ប្រជាជនខ្មែរមួយចំនួនដែលមិនមានសមត្ថភាពអានសៀវភៅនេះជាភាសាអង់គ្លេសនិងអ្នកដែលមិនមានពេលវេលាគ្រប់គ្រាន់ឬមិនទាន់មានទម្លាប់ក្នុងការអានតែខ្ញុំគិតថាវាពុំសូវបានផលឡើយព្រោះការសង្ខេបរបស់ខ្ញុំមិនទាន់មានលក្ខណៈលម្អិតច្បាស់លាស់នៅឡើយទេហើយដោយទទួលបានការសំណូមពរនិងសំណួរជាច្រើនពាក់ព័ន្ធនឹងសៀវភៅ Mindset នេះខ្ញុំក៏សម្រេចចិត្តថានឹងប្រែសម្រួលសៀវភៅនេះជាភាសាខ្មែរដើម្បីឲ្យបងប្អូនខ្មែរអាចស្វែងយល់បានកាន់តែច្បាស់និងងាយស្រួលបន្ថែមទៀតតើអ្វីទៅជា Mindset ត្រូវបានបច្ចនានុក្រមភាសាអង់គ្លេសដែលគេបកស្រាយថាជាជំនឿការយល់ឃើញជ្រុងនៃការមើលឬរបៀបនៃការគិតរបស់មនុស្សម្នាក់ៗនៅក្នុងរឿងមួយអាចផ្លាស់ប្ដូរទៅជារូបភាពអាក្រក់ឬល្អបានអាស្រ័យទៅលើជ្រុងនៃការមើលឃើញរបស់យើងមួយផ្នែកធំឧទាហរណ៍ដំរីមួយក្បាលបើយើងឲ្យមនុស្សខ្វាក់3នាក់ស្ទាបពីជ្រុងខុសៗគ្នាគេនឹងឲ្យចម្លើយផ្សេងៗពីគ្នាអ្នកដែលស្ទាបប៉ះប្រមោយដំរីយល់ថាដំរីមានរាងមូលវែងហើយទន់អាចបត់បែនបានច្រើនសន្តានហើយអ្នកដែលស្ទាបប៉ះភ្លុកដំរីយល់ថាដំរីមានរាងមូលស្រួចហើយរឹងទៅវិញចំណែកឯអ្នកដែលស្ទាបប៉ះត្រចៀកដំរីយល់ថាដំរីមានរាងសំប៉ែតដូចជាត្រីបបែលឯណោះសួរថាតើអ្នកណាត្រូវអ្នកណាខុសគ្មានអ្នកណាខុសទេពួកគេសុទ្ធតែមានហេតុផលរបស់គេផ្ទាល់ខ្លួនបើពួកគេបដូរទៅស្ទាបនៅជ្រុងតែមួយដូចគ្នានោះចម្លើយរបស់គេគឺមិនខុសគ្នាឡើយយ៉ាងណាមិញការគិតរបស់អ្នកក៏ដូច្នោះដែរបើអ្នកបដូរជ្រុងនៃការមើលនោះអ្នកនឹងឃើញបញ្ហានៅក្នុងរូបភាពមួយផ្សេងទៀតជាមិនខានបើសម្រាយឲ្យអស់ទៅគឺវាបែបនេះតែខ្ញុំនឹងហៅវាឲ្យខ្លីជាងនេះបន្តិចដើម្បីឲ្យអ្នកអានងាយស្រួលយល់នៅទីនេះខ្ញុំសូមឲ្យនិយមន័យពាក្យ mindset ថាផ្នត់គំនិតសៀវភៅនេះត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ2006ចងក្រងឡើងដោយអ្នកស្រីបណ្ឌិត Carol S. Wick ដែលបានចំណាយពេលស្រាវជ្រាវរយៈពេលជាង20ឆ្នាំទៅលើការគិតរបស់មនុស្សគាត់បានរកឃើញថាផ្នត់គំនិតពិតជាមានឥទ្ធិពលយ៉ាងខ្លាំងចំពោះមនុស្សគ្រប់រូបហើយផ្នត់គំនិតនេះទៀតសោតមានពីរប្រភេទទី1គឺ fixed mindset ដែលខ្ញុំហៅវាថាផ្នត់គំនិតថេរនិងមួយទៀតគឺ growth mindset ដែលខ្ញុំហៅវាថាផ្នត់គំនិតរីកចម្រើនអ្នកស្រីបានសិក្សាទៅលើមនុស្សជាច្រើនជំពូករួមមានដូចជាវិចិត្រករសិល្បករកីឡាករគ្រូបង្រៀនឪពុកម្ដាយអ្នកជំនួញបុគ្គលិកសិស្សអ្នកដឹកនាំលក្ខណៈសៀវភៅនេះនឹងពន្យល់រៀបរាប់អំពីផ្នត់គំនិតរបស់មនុស្សថាតើការគិតរបៀបណាដែលនាំឲ្យអ្នកជោគជ័យហើយការគិតបែបណាដែលនាំឲ្យអ្នកមិនជោគជ័យការគិតកំណត់នៅជោគវាសនារបស់មនុស្សបើអ្នកគិតត្រឹមត្រូវអ្នកនឹងរស់នៅដោយសេចក្តីសុខតែបើគិតខ្លះអាចទាញអ្នកឲ្យធ្លាក់ចូលទៅក្នុងភពខ្មៅងងឹតប្រៀបបីដូចជានរកអវិជ័យដូច្នោះដែរមនុស្សអាចជ្រើសរើសដើរលើផ្លូវជីវិតរបស់គេដោយខ្លួនឯងចុះហេតុអ្វីក៏អ្នកមិនជ្រើសរើសយកផ្លូវជីវិតមួយដែលប្រសើរទៅតើអ្នកចង់ឲ្យវាសនាកំណត់លើឆាកជីវិតរបស់អ្នកឬអ្នកចង់ធ្វើជាអ្នកកំណត់លើជោគវាសនារបស់ខ្លួនឯងវិញមនុស្សជាច្រើនរស់នៅជាមួយនឹងភាពឈឺចាប់សេចក្តីភ័យខ្លាចការបាក់ទឹកចិត្តការគិតច្រើនសម្បូរទៅដោយគំនិតអវិជ្ជមាននិងមិនសូវមានភាពរីករាយនៅក្នុងជីវិតឡើយទាំងនេះគឺសុទ្ធតែកើតចេញពីការគិតរបស់គេនោះឯងបើជ្រុលជាចំណាយពេលគិតដូចតែគ្នាម្ដេចមិនសាកល្បងគិតឲ្យល្អៗទៅបើជីវិតគង់តែនឹង
ស្លាប់ទៅវិញដូចតែគ្នាម្ដេចមិនរស់នៅដោយសប្បាយចិត្តទៅគិតច្រើនពិបាកចិត្តច្រើនឈឺចាប់ច្រើនពលច្រើនអាយុខ្លីខាត់បងពេលវេលាល្អៗដែលអ្នកអាចសាងអនុស្សាវរីយ៍ជាមួយក្រុមគ្រួសារមិត្តភ័ក្តិនិងមនុស្សជាទីស្រឡាញ់ហើយថែមទាំងត្រូវចំណាយពេលព្យាបាលជំងឺដែលបណ្ដាលមកពីបញ្ហាផ្លូវចិត្តទៀតអីចឹងតើអ្នកត្រូវស្មុគស្មាញច្រើនដើម្បីអ្វីអ្នកដឹងហើយថាវាមិនចំណេញទេម្ល៉េះហើយសូមកុំបណ្ដោយឲ្យមេរោគទាំងនេះតាមមកយាយីអ្នកតទៅទៀតដូច្នេះគួរតែចាប់ផ្ដើមពីពេលនេះតទៅមិនមែនថ្ងៃស្អែកមិនមែនសប្ដាហ៍ក្រោយមិនមែនឆ្នាំក្រោយហើយក៏មិនមែនចាំដល់ពេលដែលអ្នកមានអារម្មណ៍ដែរគឺត្រូវតែចាប់ផ្ដើមពេលនេះខ្ញុំដឹងថាអ្នកកំពុងតែជួបបញ្ហាច្រើនអ្នកអាចតាក់ទងនឹងការសិក្សាមុខជំនួញការងារការបង្រៀនការអប់រំកូនមិត្តភាពសម្ព័ន្ធភាពស្នេហាជាដើមតែអ្វីដែលខ្ញុំកំពុងតែសរសើរអ្នកនោះគឺអ្នកសម្រេចចិត្តទាញយកសៀវភៅមួយក្បាលនេះឡើងមកដែលសោះបញ្ជាក់ឲ្យឃើញថាអ្នកពិតជាចង់ផ្លាស់ប្ដូរខ្លួនឯងចង់រើបំរាស់ចេញពីភាពសោកសៅនិងបញ្ចប់ការរស់នៅដោយមិនមានតម្លៃតទៅទៀតចំណងមួយនេះហើយដែលធ្វើឲ្យអ្នកមានឱកាសអាចផ្លាស់ប្ដូរនិងអភិវឌ្ឍខ្លួនឯងបានសៀវភៅនេះគឺជាកញ្ចក់ទិព្វដែលឆ្លុះបញ្ចាំងឲ្យអ្នកបានឃើញពីខ្លួនឯងនិងមនុស្សជុំវិញខ្លួននៅពេលដែលអ្នកបានស្វែងយល់រួចហើយអ្នកនឹងអាចកំណត់បានថាជីវិតបែបណាដែលអ្នកប្រាថ្នាចង់បានហើយផ្នត់គំនិតបែបណាអាចនាំអ្នកឈានទៅមុខទៅរកភាពជោគជ័យបានរូបខ្ញុំក៏សូមអភ័យទោសទុកជាមុនចំពោះកំហុសឆ្គងដោយចេតនានៅក្នុងការបកប្រែសម្រួលសៀវភៅមួយក្បាលនេះខ្ញុំគិតថាវាពិតជាមិនអាចប្រព្រឹត្តទៅបានល្អដូចសំណើដើមឡើយតែខ្ញុំបានព្យាយាមអស់ពីលទ្ធភាពនៅក្នុងការកែប្រែសម្របសម្រួលនិងស្រាវជ្រាវបន្ថែមទៅលើវាដើម្បីឲ្យមិត្តអ្នកអានកាន់តែងាយយល់និងអាចទទួលយកបានខ្ញុំសូមជូនពរឲ្យការសិក្សារបស់អ្នកចំពោះសៀវភៅនេះប្រព្រឹត្តទៅដោយជោគជ័យហើយសូមចងចាំថាការបដិញ្ញាតស៊ូគឺជាមាគ៌ានាំទៅរកការសម្រេចគោលដៅមនុស្សជោគជ័យមិនដែលបោះបង់មនុស្សដែលបោះបង់មិនដែលជោគជ័យឡើយដោយក្តីគោរពរាប់អានអ្នកប្រែសម្រួលឈួនច័ន្ទធីតាសេចក្តីផ្ដើមមានថ្ងៃមួយសិស្សរបស់ខ្ញុំបានសុំឲ្យខ្ញុំអង្គុយចងក្រងសៀវភៅនេះឡើងពួកគេចង់ឲ្យមនុស្សគ្រប់គ្នាអាចប្រើប្រាស់វិធីគិតដែលយើងចងក្រងដើម្បីជួយឲ្យជីវិតអ្នកទាំងអស់នោះកាន់តែប្រសើរឡើងតាមពិតវាជារឿងមួយដែលខ្ញុំប្រាថ្នាចង់ធ្វើតាំងពីយូរណាស់មកហើយពេលនេះខ្ញុំបានផ្ដល់អាទិភាពទៅលើរឿងនេះជារឿងទី1ដែលត្រូវតែធ្វើម្ដងការងាររបស់ខ្ញុំគឺជាផ្នែកមួយទាក់ទងទៅនឹងប្រពៃណីចិត្តសាស្ត្រដែលបង្ហាញអំពីឥទ្ធិពលនៃជំនឿរបស់មនុស្សទាំងនេះអាចជាជំនឿដែលយើងដឹងឬមិនដឹងប៉ុន្តែវាពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្វីដែលយើងចង់បាននិងថាតើយើងអាចសម្រេចវាបានដោយជោគជ័យឬក៏អត់ប្រពៃណីនេះវាក៏បង្ហាញអំពីរបៀបផ្លាស់ប្ដូរនៃជំនឿរបស់មនុស្សផងដែរហើយអ្នកដឹងទេថាសូម្បីតែជំនឿដ៏តូចៗមួយក៏មានឥទ្ធិពលយ៉ាងធំផងដែរនៅក្នុងសៀវភៅនេះអ្នកនឹងបានសិក្សាថាជំនឿដ៏សាមញ្ញមួយចំពោះខ្លួនឯងដែលជំនឿនោះត្រូវបានរកឃើញនៅក្នុងការស្រាវជ្រាវរបស់យើងអាចចូលរួមចំណែកយ៉ាងធំក្នុងជីវិតរបស់អ្នកជាក់ស្ដែងគឺវាជ្រាបចូលទៅដល់គ្រប់ផ្នែកនៃសកម្មភាពរបស់អ្នកតែម្ដងមួយផ្នែកធំនៃអត្តចរិតដែលអ្នកមានសប្តាហ៍ថ្ងៃនេះគឺការចេញពីផ្នត់គំនិតរបស់អ្នកហើយអ្វីដែលរារាំងអ្នកក្នុងការបង្កើននូវសក្តានុពលបន្ថែមនោះគឺការចេញពីវាផងដែរមានសៀវភៅឯណាដែលនិយាយអំពីផ្នត់គំនិតនេះហើយបង្ហាញប្រាប់អ្នកគ្រប់គ្នាអំពីវិធីសាស្ត្រក្នុងការប្រើប្រាស់វានៅក្នុងជីវិតរបស់ពួកគេនោះទេអ្នកនឹងបានយល់អំពីភាពអស្ចារ្យនៅក្នុងវិទ្យាសាស្ត្រសិល្បៈកីឡាមុខជំនួញនិងរឿងជាច្រើនផ្សេងទៀតហើយអ្នកក៏អាចយល់ពីដៃគូថៅកែប្រធានមិត្តភ័ក្តិនិងកូនរបស់អ្នកផងដែរអ្នកនឹងបានដឹងអំពីវិធីសាស្ត្រក្នុងការបញ្ចេញសក្តានុពលរបស់អ្នករួមទាំងមនុស្សនៅជុំវិញខ្លួនអ្នកខ្ញុំមានអំណះអំណាងក្នុងការចែករំលែកទៅកាន់អ្នករាល់គ្នាដោយយោងទៅតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំនៅក្នុងជំពូកនីមួយៗខ្ញុំនឹងលើកឡើងជារឿងរ៉ាវជាក់ស្ដែងដែលផ្អែកលើហេតុការណ៍ពិតរួមជាមួយនឹងបទពិសោធន៍ផ្ទាល់របស់ខ្ញុំផងដែរដូច្នេះលោកអ្នកនឹងបានយល់អំពីផ្នត់គំនិតដែលបង្កើតឡើងជាសកម្មភាពនីមួយៗក្នុងករណីភាគច្រើនឈ្មោះនិងព័ត៌មានរបស់បុគ្គលត្រូវបានផ្លាស់ប្ដូរដើម្បីរក្សាសិទ្ធិរបស់ពួកគេហើយករណីមួយចំនួនក៏មានបញ្ចេញឈ្មោះរបស់ពួកគេផងដែរដើម្បីឲ្យការបកស្រាយទាំងនោះកាន់តែមានភាពច្បាស់លាស់ថែមទៀតដូច្នេះខ្ញុំក៏មានការគោរពទៅតាមការសម្រេចចិត្តរបស់ពួកគេផងដែរនៅចុងបញ្ចប់នៃជំពូកនីមួយៗខ្ញុំនឹងបង្ហាញអ្នកអំពីរបៀបអនុវត្តមេរៀនដែលបានរៀននិងវិធីស្វែងយល់ផ្នត់គំនិតដែលនឹងនាំផ្លូវអ្នកទៅកាន់ជីវិតនាថ្ងៃអនាគតថាតើវាមានឥទ្ធិពលកម្រិតណាហើយប្រសិនបើអ្នកចង់ផ្លាស់ប្ដូរវាខ្ញុំក៏អាចបង្ហាញអ្នកបានដែរខ្ញុំសូមថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយសហការដើម្បីឲ្យការស្រាវជ្រាវរបស់ខ្ញុំសម្រេចបានជោគជ័យហើយសិស្សទាំងឡាយរបស់ខ្ញុំក៏បានធ្វើឲ្យការងារស្រាវជ្រាវមួយនេះដំណើរការទៅយ៉ាងរលូនផងដែរខ្ញុំសង្ឃឹមថាពួកគេអាចរៀនពីខ្ញុំបានច្រើនដូចដែលខ្ញុំបានរៀនពីពួកគេដូច្នោះដែរ
បន្ថែមពីនេះខ្ញុំក៏សូមអរគុណទៅដល់ស្ថាប័នទាំងឡាយដែលបានគាំទ្រនៅការសិក្សាស្រាវជ្រាវរបស់ខ្ញុំការងាររបស់ខ្ញុំគឺតាក់ទងទៅនឹងភាពរីកចម្រើនហើយវាក៏បានជួយជំរុញឲ្យរូបខ្ញុំផ្ទាល់រីកចម្រើនទៅមុខដែរបំណងប្រាថ្នារបស់ខ្ញុំគឺខ្ញុំសង្ឃឹមថាវានឹងជួយអភិវឌ្ឍអ្នករាល់គ្នាបានដូចជារូបខ្ញុំអីចឹងដែរជំពូក1ផ្នត់គំនិតជ្រុងនៃការមើលឃើញការខ្ញុំនៅជាអ្នកសិក្សាស្រាវជ្រាវលើកុមារមួយរូបទើបតែចាប់ផ្ដើមសោះក៏មានរឿងរ៉ាវកើតឡើងដែលធ្វើឲ្យជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរខ្ញុំនឹកមកមេចង់ដឹងថាតើមនុស្សម្នាក់ធ្វើយ៉ាងម៉េចនៅពេលដែលពួកគេជួបនឹងការបរាជ័យហើយខ្ញុំក៏បានសម្រេចចិត្តរៀនពីវាដោយសង្កេតមើលថាតើសិស្សទាំងអស់នោះដោះស្រាយបញ្ហាដោយរបៀបណាដូច្នេះខ្ញុំក៏បាននាំក្មេងៗចូលទៅក្នុងបន្ទប់មួយក្នុងសាលារបស់ពួកគេម្ដងម្នាក់ព្យាយាមធ្វើយ៉ាងណាឲ្យពួកគេមានអារម្មណ៍ថាមានផាសុកភាពរួចក៏ឲ្យរូបគុំជាច្រើនទៅពួកគេរូបទី1មានលក្ខណៈងាយស្រួលប៉ុន្តែរូបបន្ទាប់មានរាងពិបាកបន្តិចខណៈពេលដែលក្មេងៗកំពុងតែសស្រាក់សស្រាំបែកញើសជោគខ្លួនខ្ញុំក៏បានសង្កេតឃើញទៅលើរបៀបធ្វើរបស់ពួកគេដោយស្ទាបស្ទង់អំពីការគិតនិងអារម្មណ៍របស់ក្មេងទាំងនោះខ្ញុំបានរំពឹងទុកថាក្មេងៗប្រកាសជាមានភាពខុសគ្នាក្នុងការដោះស្រាយបញ្ហាលំបាកហើយប៉ុន្តែខ្ញុំបានឃើញនៅអ្វីដែលលើសពីការរំពឹងទុកនោះតទៅទៀតខណៈពេលដែលកំពុងគុំរូបក្មេងៗអាយុ10ឆ្នាំម្នាក់ចាប់ទាញកៅអីរបស់គេក្តាប់ដៃយ៉ាងណែនខំមាត់យ៉ាងបដិញ្ញាហើយស្រែកខ្លាំងៗថាខ្ញុំចង់សាកល្បងរូបថ្មីទៀតក្មេងម្នាក់ទៀតដែលកំពុងតែបែកញើសគុកគាងើយមុខឡើងដោយទឹកមុខរីករាយហើយពោលយ៉ាងមានជំនឿចិត្តថាខ្ញុំគិតថាការធ្វើបែបនេះនឹងអាចជួយឲ្យយើងចេះកាន់តែច្រើនថែមទៀតការសាកល្បងរូបថ្មីគឺជាការសាកល្បងមួយដែលអាចធ្វើឲ្យគេបរាជ័យបានគ្រប់ពេលតើមានរឿងអ្វីចំពោះពួកគេអញ្ចេះខ្ញុំតែងតែគិតនៅក្នុងផ្លូវពីរថាបុគ្គលមួយចំនួនហ៊ានទទួលយកការបរាជ័យនិងមួយចំនួនទៀតមិនហ៊ានទទួលយកការបរាជ័យតែខ្ញុំមិនដែលគិតថាមានមនុស្សណាចូលចិត្តការបរាជ័យនោះទេតើពួកគេទាំងពីរនោះជាមនុស្សក្រៅភពឬពួកគេកំពុងតែគិតអ្វីផ្សេងគ្រប់គ្នាតែងមានមនុស្សគំរូនៅក្នុងចិត្តពួកគេដែលជាអ្នកបង្ហាញផ្លូវរឿងសំខាន់ៗនៅក្នុងដំណើរជីវិតរបស់គេក្មេងៗទាំងនោះជាមនុស្សគំរូក្នុងចិត្តខ្ញុំពួកគេដឹងច្បាស់ពីអ្វីដែលខ្ញុំចង់ដឹងហើយខ្ញុំក៏បានសម្រេចចិត្តថានឹងស្វែងយល់អំពីផ្នត់គំនិតអ្វីដែលអាចផ្លាស់ប្ដូរភាពបរាជ័យឲ្យទៅជាកាដូវិញតើពួកគេដឹងអ្វីខ្លះពួកគេដឹងពីសមត្ថភាពរបស់មនុស្សដូចជាភាពឆ្លាតវៃអាចគុណបន្ថែមបានតាមរយៈការខិតខំប្រឹងប្រែងជាដើមហើយនេះគឺជាអ្វីដែលពួកគេកំពុងតែធ្វើដើម្បីអភិវឌ្ឍខ្លួនគេឲ្យកាន់តែឆ្លាតវៃជាងមុនពួកគេមិនត្រឹមតែមិនបាក់ទឹកចិត្តពេលបរាជ័យនោះទេថែមទាំងគិតបញ្ច្រាស់ថាពួកគេមិនបានបរាជ័យទៀតផងផ្ទុយទៅវិញពួកគេគិតថាគេកំពុងរៀនទៅវិញយ៉ាងណាមិញខ្ញុំធ្លាប់គិតថាសមត្ថភាពរបស់មនុស្សត្រូវបានឆ្លាក់ជាប់ទៅនឹងថ្មបាត់ទៅហើយវាមិនប្រែប្រួលទេអ្នកណាឆ្លាតគឺឆ្លាតតែម្ដងហើយអ្នកដែលបរាជ័យគឺជាមនុស្សល្ងង់នេះជារឿងធម្មតាបើអ្នកអាចទទួលបានជោគជ័យគ្រប់ភារកិច្ចមិនធ្លាប់បរាជ័យនោះមានន័យថាអ្នកជាមនុស្សឆ្លាតហើយការខិតខំពុះពៀការបង្កើតកំហុសឬការពិបាកក្នុងការសម្រេចជោគជ័យមិនត្រូវបានរាប់បញ្ចូលនៅក្នុងភាពជាមនុស្សឆ្លាតនោះទេរឿងដែលថាសមត្ថភាពរបស់មនុស្សជាអ្វីដែលអាចបង្កើតទៅមុខបានឬមិនបាននោះគឺជាបញ្ហាចាស់ទេឯរឿងដែលអ្នកយល់យ៉ាងណាចំពោះជំនឿទាំងនោះទើបជាបញ្ហាថ្មីតើការគិតថាភាពវៃឆ្លាតឬអត្តចរិតរបស់មនុស្សអាចផ្លាស់ប្ដូរនិងការគិតថាពួកគេនៅត្រឹងមួយកន្លែងមិនអាចផ្លាស់ប្ដូរទៅទីណានោះវានឹងនាំមកនៅលទ្ធផលអ្វីខ្លះដល់រូបអ្នកឥឡូវយើងមកមើលទៅលើការតស៊ូមតិយ៉ាងស្វិតស្វាញរបស់មនុស្សគ្រប់វ័យអំពីធម្មជាតិរបស់មនុស្សជាមុនសិនសូមត្រឡប់មកឆ្លើយសំណួរថាតើជំនឿទាំងនោះមានអត្ថន័យយ៉ាងណាចំពោះអ្នករាល់គ្នាវិញហេតុអ្វីមនុស្សមិនដូចគ្នាតាំងពីដើមរៀងមកមនុស្សមានការគិតខុសៗពីគ្នាធ្វើសកម្មភាពខុសៗគ្នាហើយក៏មានដំណើរជីវិតខុសៗគ្នាដែរជឿជាក់ថាប្រកាសជាមានមនុស្សធ្លាប់សួរសំណួរថាហេតុអ្វីបានជាមនុស្សយើងមិនដូចគ្នាហេតុអ្វីក៏អ្នកខ្លះឆ្លាតជាងឬហេតុអ្វីអ្នកខ្លះមានសិលធម៌ជាងអីបែបហ្នឹងហើយតើមានអ្វីម្យ៉ាងដែលធ្វើឲ្យពួកគេខុសគ្នាជានិរន្តរ៍ឬអ្នកជំនាញជាច្រើនបានបែងចែកគ្នាជាពីរក្រុមអ្នកខ្លះអះអាងថាមានមូលដ្ឋានគ្រឹះនៃរាងកាយដ៏ខ្លាំងក្លាមួយបង្កើតឲ្យមានភាពខុសគ្នាទាំងនេះដែលមនុស្សមិនអាចគេចផុតឬផ្លាស់ប្ដូរបានឡើយជាច្រើនជំនាន់មកវាត្រូវបានគេជឿដោយពុំមានតហេតុករណ៍ច្បាស់លាស់ថាភាពខុសគ្នានៃសារពាង្គកាយទាំងនេះគឺខុសនៅត្រង់ដំណើរលលាក្បាលរូបរាងនិងទំហំនៃលលាក្បាលហើយបច្ចុប្បន្ននេះគឺគេគិតទៅលើ Z ចំណែកឯមួយក្រុមទៀតបានបញ្ជាក់ថាអ្វីដែលធ្វើឲ្យមនុស្សមានភាពខុសប្លែកពីគ្នាខ្លាំងនោះគឺដោយការមានការបត់ពិសោធន៍ប្រវត្តិការហ្វឹកហាត់ឬរបៀបនៃការរៀនរបស់បុគ្គល
វាប្រហែលជាធ្វើឲ្យអ្នកភ្ញាក់ផ្អើលហើយដែលចំណែកដ៏ធំនៃទស្សនៈនេះគឺបានមកពីលោក Alfred Burnett ដែលជាអ្នករកឃើញការធ្វើតេស្តនៃភាពវៃឆ្លាតរបស់មនុស្សឬ IQ ក្រែងតេស្ត IQ នេះបង្ហាញពីភាពវៃឆ្លាតរបស់កុមារដែលមិនអាចមានការផ្លាស់ប្ដូរបាននោះអីតាមពិតគឺមិនដូច្នោះទេលោក Burnett មានដើមកំណើតជាជនជាតិបារាំងធ្វើការនៅទីក្រុង Paris នៅសតវត្សទី20បានរៀបរាប់អំពីការធ្វើតេស្តនេះឡើងគឺដើម្បីស្វែងយល់ពីកុមារដែលមិនទទួលបានលទ្ធផលក្នុងការសិក្សាតាមសាលារដ្ឋនានានៅទីក្រុង Paris ដូច្នេះកម្មវិធីអប់រំថ្មីអាចរៀបចំឲ្យពួកគេរៀនទាន់កម្មវិធីសាលាវិញលោកមិនបានបដិសេធអំពីភាពខុសគ្នានៃភាពវៃឆ្លាតរបស់កុមារនោះទេតែលោកជឿជាក់ថាការអប់រំរៀនសូត្រនិងការហ្វឹកហាត់អាចផ្លាស់ប្ដូរមូលដ្ឋាននៃភាពវៃឆ្លាតរបស់ពួកគេបានខាងក្រោមនេះគឺជាពាក្យសម្ដីដែលដកស្រង់ចេញពីសៀវភៅដ៏ល្បីមួយក្បាលរបស់លោកដែលមានចំណងជើងថាទស្សនៈបែបទំនើបអំពីកុមារ Modern Ideas About Children ដែលគាត់បានសង្ខេបអំពីការងាររបស់គាត់ជាមួយនឹងកុមាររាប់រយនាក់ទស្សនវិទូថ្មីប៉ុន្មានអ្នកបានបញ្ជាក់ថាចំពោះការដែលជឿថាភាពវៃឆ្លាតរបស់បុគ្គលគឺមានបរិមាណទេមិនអាចផ្លាស់ប្ដូរបានឬបង្កើនបានឡើយនោះយើងត្រូវតែប្រឆាំងជាដាច់ខាតចំពោះគំនិតទុតិយនិយមមួយនេះតាមរយៈការអនុវត្តហ្វឹកហាត់និងវិធីសាស្ត្រមួយចំនួនទៀតយើងអាចបង្កើតការផ្ចង់អារម្មណ៍ការចងចាំរួមទាំងការពិភាក្សាថ្លឹងថ្លែងរបស់យើងឲ្យកាន់តែវាងវៃជាងមុនបានតើអ្នកណាត្រូវអ្នកណាខុសបច្ចុប្បន្ននេះអ្នកជំនាញភាគច្រើនយល់ថាមានអ្នកណាត្រូវអ្នកណាខុសនោះទេព្រោះថាវាមិនមែនដោយសារធម្មជាតិឬបរិបទរស់នៅតែមួយមុខក៏មិនមែនដោយសារហ្សែនឬបរិស្ថានជុំវិញខ្លួនតែម្យ៉ាងនោះដែរការពិតគឺទាំងពីរយ៉ាងនេះតែងផ្ដល់ឲ្យគ្នាទៅវិញទៅមកបើតាមលោក Gilbert Gottlieb អ្នកវិទ្យាសាស្ត្រផ្នែកជំងឺសរសៃប្រសាទដ៏ល្បីល្បាញបានឲ្យដឹងថា Zen និងបរិស្ថានជុំវិញខ្លួនមិនមែនសហការគ្នានៅពេលដែលយើងអភិវឌ្ឍទៅមុខនោះទេគឺ Zen ត្រូវបានការដាក់បញ្ចូលទិន្នន័យពីបរិស្ថានជុំវិញខ្លួនដើម្បីឲ្យយើងអភិវឌ្ឍទៅមុខស្របជាមួយគ្នានេះដែរអ្នកវិទ្យាសាស្ត្របានសិក្សានិងបកស្រាយបញ្ជាក់ថាមនុស្សមានលទ្ធភាពអាចអភិវឌ្ឍខួរក្បាលនិងរៀនសូត្របានពេញមួយជីវិតវាយូរជាងអ្វីដែលយើងធ្លាប់បានដឹងនិងឮទៅទៀតជាការពិតណាស់បុគ្គលម្នាក់ៗមានធម្មជាតិពីកំណើតរបស់ពួកគេខុសប្លែកពីគ្នាពួកគេអាចមានអត្តចរិតនិងកាយសម្បទាខុសៗគ្នាប៉ុន្តែយើងប្រកាសថាបទពិសោធន៍ការហ្វឹកហាត់និងការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗអាចនាំពួកគេទៅដល់ចំណុចល្អបំផុតនៃវិថីជីវិតរបស់ពួកគេបានRobert Sternberg ដែលគេឲ្យឈ្មោះថាជាសាស្ត្រាចារ្យនៃភាពវៃឆ្លាតនាសម័យបច្ចុប្បន្នបានសរសេរថាកត្តាសំខាន់ដែលជំរុញឲ្យបុគ្គលម្នាក់ទទួលបានជោគជ័យគឺមិនមែនដោយសារសមត្ថភាពជាចម្បងនោះទេគឺដោយសារតែការចូលខ្លួនទៅធ្វើដោយមានគោលបំណងច្បាស់លាស់លោក Burnett ដែលជាអ្នកចំនួនមុនលោកបានគិតយល់ថាអ្នកដែលចាប់ផ្ដើមឡើងជាមនុស្សវៃឆ្លាតជាងមិនប្រកាសថាចុងក្រោយគេនៅតែវៃឆ្លាតជាងនោះដែរតើផ្នត់គំនិតទាំងពីរប្រភេទនេះមានអត្ថន័យដូចម្តេចចំពោះអ្នកវាជាបញ្ហាមួយដែលពួកគេបកស្រាយទៅតាមចំណេះដឹងរបស់ខ្លួននៅទស្សនៈអំពីបញ្ហាវិទ្យាសាស្ត្រផ្សេងៗហើយវាជាបញ្ហាមួយទៀតក្នុងការដែលអ្នកយល់ថាតើទស្សនៈទាំងនេះមានទំនាក់ទំនងអ្វីនឹងខ្លួនអ្នករយៈពេល20ឆ្នាំតាមការស្រាវជ្រាវរបស់ខ្ញុំបានបង្ហាញថាទស្សនៈដែលមានចំពោះខ្លួនឯងមានឥទ្ធិពលយ៉ាងខ្លាំងក្នុងដំណើរជីវិតរបស់អ្នកវាអាចកំណត់ថាអ្នកនឹងក្លាយទៅជាអ្វីដែលអ្នកប្រាថ្នាឬអាចសម្រេចទៅដល់គោលដៅរបស់អ្នកតាមដែលអ្នកកំណត់ដែរឬអត់តើវាកើតឡើងដោយរបៀបណាគ្រាន់តែជំនឿដ៏សាមញ្ញមួយសោះតើមានឥទ្ធិពលអាចផ្លាស់ប្ដូរគំនិតនិងលទ្ធផលនៃជីវិតរបស់អ្នកបានយ៉ាងដូចម្តេចទៅផ្នត់គំនិតទេបង្ហាញប្រាប់អ្នកម្ដងហើយម្ដងទៀតដោយមិនរអាថាសមត្ថភាពរបស់អ្នកត្រូវបានឆ្លាក់ជាប់ទៅនឹងថ្មមិនអាចផ្លាស់ប្ដូរទៅណាឡើយប្រសិនបើសមត្ថភាពវៃឆ្លាតនិងបុគ្គលិកលក្ខណៈអ្នកមិនផ្លាស់ប្ដូរនោះទេអញ្ចឹងអ្នកគួរតែបង្ហាញប្រាប់គេឯងថាអ្នកមានធាតុទាំងអស់នឹងច្រើនមិនគួរឲ្យអ្នកដទៃឃើញថាអ្នកខ្វះសមត្ថភាពនោះទេនេះជាអ្វីដែលផ្នត់គំនិតទេប្រាប់អ្នកតាមពិតទៅយើងត្រូវបានគេបង្ហាត់ឲ្យគិតបែបនេះតាំងពីនៅតូចៗមកម្ល៉េះសូម្បីតែការនៅក្មេងក៏ផ្ដោតសំខាន់ទៅលើភាពវៃឆ្លាតដូចគ្នាដែរតែមិនមែននៅសុកខ្ញុំក៏មានការគិតបែបនេះដោយឯកឯងនោះទេគឺផ្នត់គំនិតនេះត្រូវបានបញ្ជូនមកដោយអ្នកគ្រូ Wilson ដែលជាគ្រូថ្នាក់ទី6របស់ខ្ញុំផ្ទុយពីលោក Burnett អ្នកគ្រូ Wilson ជឿជាក់ថាបន្ទុក IQ របស់បុគ្គលម្នាក់ៗបង្ហាញប្រាប់អំពីដំណើរពេញមួយជីវិតរបស់ពួកគេសិស្សក្នុងថ្នាក់ត្រូវបានរៀបឲ្យអង្គុយទៅតាមលំដាប់
IQ អ្នកណាដែលមាន IQ ខ្ពស់ជាងគេត្រូវបានផ្ដល់សិទ្ធិឲ្យកាន់ទង់ជាតិឬយកកិច្ចការផ្សេងៗទៅឲ្យនាយកសាលាគាត់បានកាត់សេចក្តីនិងបង្កើតឲ្យគ្រប់គ្នាមានផ្នត់គំនិតរួមមួយនៅក្នុងថ្នាក់នោះគឺត្រូវតែឆ្លាតកុំធ្វើជាក្មេងល្ងងឲ្យសោះអ្នកសាគិតមើលតើមានអ្នកណាអាចយកចិត្តទុកដាក់ឬសប្បាយរីករាយនឹងការរៀនបានទៅបើរាងកាយរបស់យើងទាំងមូលផ្ដោតទៅលើតែការធ្វើតេស្តអីនោះរបស់គាត់នឹងខ្ញុំសង្កេតឃើញមនុស្សជាច្រើនដែលចង់បង្ហាញពីភាពលេចធ្លោរបស់ខ្លួននៅក្នុងការសិក្សាឬការធ្វើអាជីវកម្មនិងទំនាក់ទំនងផ្សេងៗរបស់គេគ្រប់ស្ថានភាពត្រូវតែទាមទារការបញ្ជាក់ពីភាពឆ្លៀសវៃរឹកពីនិងអត្តចរិតរបស់គេព្រោះគេគិតថាគ្រប់សកម្មភាពទាំងអស់គឺសុទ្ធតែត្រូវបានអ្នកដទៃវិតម្លៃបែបថាតើខ្ញុំនឹងជោគជ័យឬបរាជ័យតើខ្ញុំនឹងឆ្លាតឬល្ងងតើខ្ញុំនឹងត្រូវបានគេទទួលយកឬបដិសេធតើខ្ញុំនឹងឈ្នះឬចាញ់ចុះក្រែងសង្គមយើងឲ្យតម្លៃទៅលើរឿងហ្នឹងទាំងអស់នោះអីមិនចម្លែកទេដែលយើងចង់បានវានោះមិនអញ្ចឹងត្រូវហើយក៏ប៉ុន្តែមានផ្នត់គំនិតមួយទៀតដែលយល់ថាលក្ខណៈទាំងនេះមិនស្ថិតនៅក្នុងសន្លឹកបៀក្នុងដៃរបស់គេហើយបន្តនៅជាមួយវាអស់មួយជីវិតនោះទេគេគិតថាអ្នកទាំងនោះប្រៀបបីដូចជាកំពុងតែកាន់សន្លឹក10គ្រាប់ញុកនៅក្នុងដៃរួចខិតខំធ្វើយ៉ាងណាលាក់កុំឲ្យអ្នកដទៃឃើញយ៉ាងដូច្នោះហើយទឹកមុខរបស់គេក៏ចាប់ផ្ដើមស្លេកស្លាំងឡើងការបង្ហាញតាមរយៈទឹកមុខនេះហើយដែលជាទឹកតាំងបញ្ជាក់ឲ្យអ្នកដទៃដឹងពីសញ្ញាណរបស់គេនឹងឯងនៅក្នុងផ្នត់គំនិតមួយនេះយល់ថាសន្លឹកបៀ10គ្រាប់នោះគ្រាន់តែជាការចាប់ផ្ដើមនៃការអភិវឌ្ឍរបស់គេតែប៉ុណ្ណោះផ្នត់គំនិតរីកចម្រើននេះជឿជាក់ថាសមត្ថភាពដ៏ពិសេសរបស់អ្នកគឺជាអ្វីដែលអាចបង្កើនឲ្យកាន់តែប្រសើរឡើងបានតាមរយៈការហ្វឹកហាត់បន្ថែមទោះបីជាមនុស្សម្នាក់ៗមានលក្ខណៈខុសគ្នាទៅតាមផ្នែកនីមួយៗក៏ពិតមែនតែមិនថាទេពកោសល្យកាយសម្បទានិងចំណង់ចំណូលចិត្តឬសេចក្តីអត់ធ្មត់នោះទេគឺសុទ្ធតែអាចផ្លាស់ប្ដូរនិងអភិវឌ្ឍទៅមុខបានជានិច្ចតាមរយៈការអនុវត្តនិងការដកពិសោធន៍នានាតើបុគ្គលដែលមានផ្នត់គំនិតបែបនេះជឿជាក់ថានរណាក៏អាចក្លាយទៅជាអ្វីដែលពួកគេប្រាថ្នាចង់បានដែរឬនរណាក៏អាចក្លាយទៅជា Einstein ឬ Beethoven បានដែរឬអត់ទេតែពួកគេជឿជាក់ថាសក្តានុពលដ៏ធំរបស់បុគ្គលម្នាក់ៗគឺមិនអាចប្រកាសបានទេមានន័យថាមិនអាចមើលឃើញជោគជ័យមួយរយៈឬជោគជ័យមួយជីវិតឬបរាជ័យមួយរយៈអាចកំណត់ជោគវាសនារបស់គេនោះទេតើអ្នកដឹងទេថាលោក Ben Hugen ពីក្មេងដែលត្រូវបានគេមើលងាយរើសអើងក្លាយទៅជាអ្នកវាយកូនគោដ៏ពូកែដែលយើងគ្រប់គ្នាទទួលស្គាល់តើអ្នកដឹងទេថា Cindy Zerman ដែលត្រូវបានគេចាត់ទុកជាមនុស្សម្នាក់ក្នុងចំណោមអ្នកថតរូបទាំងអស់ដែលពូកែជាងគេលើពិភពលោកក្នុងសតវត្សទី20នោះធ្លាប់ប្រឡងធ្លាក់នៅក្នុងការថតរូបលើកដំបូងរបស់នាងតើអ្នកដឹងទេថា Guy Rodin Peck ជាតារាស្រីដ៏អស្ចារ្យម្នាក់ធ្លាប់ត្រូវបានគេប្រាប់ឲ្យបញ្ឈប់អាជីពរបស់នាងដោយសារតែនាងគ្មានទេពកោសល្យសិល្បៈអ្នកអាចមើលឃើញហើយថាជំនឿអាចបង្កើនសមត្ថភាពនិងអភិវឌ្ឍបុគ្គលបានយ៉ាងដូចម្តេចខ្លះតើចាំបាច់ត្រូវខាត់ពេលទៅបញ្ជាក់ថាខ្លួនឯងអស្ចារ្យប៉ុណ្ណាធ្វើអីបើអ្នកអាចប្រកែកជានឹងបានតទៅទៀតនោះហេតុអ្វីក៏សុខចិត្តលាក់បាំងភាពខ្វះខាតរបស់ខ្លួនឯងហើយបែរជាមិនព្រមយកឈ្នះលើវាទៅវិញហេតុអ្វីក៏ចង់បានដៃគូដែលធ្វើឲ្យអ្នកមានអំណួតលើភាពអវិជ្ជមានរបស់ខ្លួនឯងតែមិនជួយអភិវឌ្ឍអ្នកឲ្យរីកចម្រើនទៅមុខយ៉ាងដូចនេះហើយហេតុអ្វីចាំបាច់ត្រូវបញ្ជាក់ឲ្យច្បាស់ថាអ្នកជាមនុស្សឆ្លាតតែមិនខិតខំពង្រឹងខ្លួនឯងឲ្យកាន់តែប្រសើរឡើងទៅធ្វើអីការចង់ពង្រឹងខ្លួនហើយប្រឹងប្រែងជាប់ជានិច្ចនោះដឹងថាវាមិនងាយស្រួលក្នុងការធ្វើក៏ដោយនោះគឺវាជាសញ្ញានៃផ្នត់គំនិតរីកចម្រើននេះគឺជាផ្នត់គំនិតដែលញ៉ាំងឲ្យបុគ្គលគ្រប់រូបចេះតស៊ូពុះពៀរាល់ការប្រកួតប្រជែងនិងភាពលំបាកទាំងឡាយទាំងពួងនៅក្នុងជីវិតរបស់គេជ្រុងនៃការមើលឃើញរវាងផ្នត់គំនិតទាំងពីរដើម្បីឲ្យអ្នកយល់កាន់តែច្បាស់អំពីដំណើរការរបស់ផ្នត់គំនិតទាំងពីរប្រភេទចូលស្រមៃឲ្យបានច្រើនដងតាមការដែលអាចធ្វើទៅបានថាអ្នកគឺជាយុវជនមួយរូបដែលជួបនឹងថ្ងៃដ៏សូយដូចខាងក្រោមនេះថ្ងៃមួយអ្នកទៅសាលារៀនហើយវាជាម៉ោងដែលអ្នកស្រឡាញ់បំផុតគ្រូបានចែកក្រដាសប្រឡងពាក់កណ្ដាលឆមាសដែលកែរួចមកឲ្យសិស្សគ្រប់រូបហើយអ្នកបានពិន្ទុត្រឹមមធ្យមអ្នកមានអារម្មណ៍ថាខកចិត្តជាខ្លាំងចប់ម៉ោងអ្នកត្រឡប់មករកកន្លែងផ្ញើម៉ូតូនិងចេញទៅផ្ទះពេលមកដល់អ្នកក៏សាប់តែបាត់សម្បត្តិម៉ូតូអ្នកមានអារម្មណ៍មួម៉ៅជាខ្លាំងពេលនោះអ្នកក៏ទូរស័ព្ទទៅមិត្តភក្តិរបស់អ្នកដើម្បីត្អូញត្អែប្រាប់គេគ្រាន់នឹងបានធូរចិត្តខ្លះតែខណៈពេលនោះគេក៏មិនអើពើជាមួយអ្នកទៀតតើអ្នកនឹងមានអារម្មណ៍ដូចម្តេចតើអ្នកនឹងគិតបែបណាតើអ្នកនឹងធ្វើរបៀបម៉េចនៅពេលដែលខ្ញុំសួរសំណួរទាំងនេះទៅអ្នកដែលមានផ្នត់គំនិតទេពួកគេឆ្លើយតបមកវិញថាខ្ញុំមានអារម្មណ៍ថាខ្លួនអញឥតបានការខ្ញុំពិតជាសោយមែនខ្ញុំល្ងីល្ងើណាស់ខ្ញុំជាមនុស្សបរាជ័យខ្ញុំមានអារម្មណ៍ថាខ្លួនឯងល្ងងមានតម្លៃអ្នកដទៃល្អជាងខ្ញុំមិនតែប៉ុណ្ណោះពួក
គេយល់ថាអ្វីៗដែលកើតឡើងនោះគឺអាចវាស់វែងពីភាពជោគជ័យនិងតម្លៃរបស់គេផងដែរអ្វីដែលគេគិតចំពោះជីវិតរបស់គេនោះគឺជីវិតរបស់ខ្ញុំគួរឲ្យអាណិតអាសូរណាស់ខ្ញុំដូចស្លាប់បាត់អញ្ចឹងអ្នកដទៃមិនចូលចិត្តខ្ញុំពិភពលោកនេះមិនទទួលយកខ្ញុំទេមានមនុស្សចាំបំផ្លិចបំផ្លាញខ្ញុំមានអ្នកណាស្រឡាញ់ខ្ញុំសោះគ្រប់គ្នាស្អប់ខ្ញុំពិភពលោកមិនយុត្តិធម៌ឡើយការខិតខំប្រឹងប្រែងរបស់ខ្ញុំទាំងប៉ុន្មានគ្មានតម្លៃអ្វីទាល់តែសោះខ្ញុំឥតបានការមានតែរឿងល្អកើតឡើងចំពោះអ្នកដទៃតែមិនកើតឡើងចំពោះខ្ញុំជាមនុស្សដែលសូរជាងគេបំផុតនៅលើលោកនេះអត់ទោសណាតើវាប៉ះពាល់ដល់ជីវិតឬវាគ្រាន់តែជាចំណាត់ថ្នាក់សម្បត្តិម៉ូតូនិងការនិយាយទូរស័ព្ទតែប៉ុណ្ណឹងទេតើពួកគេជាមនុស្សដែលគ្មានជំនឿលើខ្លួនឯងសោះឬពួកគេជាមនុស្សដែលបាក់ទឹកចិត្តជាប់រហូតអញ្ចឹងអត់ទេនៅពេលដែលពួកគេមិនជួបនឹងបរាជ័យពួកគេជាមនុស្សសុទ្ធិធិនិយមធម្មតាស្រស់ស្រាយនិងគួរឲ្យចាប់អារម្មណ៍ដូចអ្នកដែលមានផ្នត់គំនិតរីកចម្រើនអញ្ចឹងដែរអញ្ចឹងតើពួកគេដោះស្រាយដោយរបៀបណាគេអាចនឹងគិតថាថ្ងៃក្រោយខ្ញុំមិនចាំបាច់ចំណាយពេលខំប្រឹងធ្វើស្អីតទៅទៀតទេមិនចាំបាច់ធ្វើអ្វីទាំងអស់ដេកស្ងៀមលើគ្រែផឹកស្រាឲ្យស្រវឹងឆីឲ្យបែកពោះស្រែកដាក់នរណាម្នាក់បើខ្ញុំមានឱកាសទៅសំងំនៅក្នុងទូខោអាវបបួលគេវាយគ្នាឬក៏ស្រែកយំឲ្យខ្លាំងឬកំទេចរបស់របរចោលតែប៉ុណ្ណឹងអ្នកដឹងឬទេនៅពេលដែលខ្ញុំឲ្យសរសេររឿងដែលឲ្យអ្នកស្រមៃនៅលើក្រដាសមួយឲ្យពួកគេយកទៅគិតអ្វីដែលខ្ញុំចង់បញ្ជាក់នៅត្រង់បន្ទុកនេះគឺត្រឹមមធ្យមមិនមែនធ្លាក់នោះទេហើយវាត្រឹមតែជាការប្រឡងពាក់កណ្ដាលឆមាសតែប៉ុណ្ណោះមិនមែនជាការប្រឡងផ្ដាច់ព្រាត់ឡើយមួយទៀតនោះគឺសម្បត្តិម៉ូតូដែលបានបាត់មិនមែនបែកបាក់ឬខូចខាតម៉ូតូអីនោះទេហើយមិត្តភ័ក្តិរបស់គេគ្រាន់តែមិនសូវអើពើតែមិនមែនស្អប់គេខ្ពើមគេនោះឡើយគ្មានរឿងធ្ងន់ធ្ងរឬការបរាជ័យអ្វីកើតឡើងនោះទេប៉ុន្តែអ្នកដែលមានផ្នត់គំនិតទេយល់ថារឿងប៉ុណ្ណឹងគឺអាចឲ្យគេកាត់សេចក្តីឲ្យខ្លួនឯងថាជាមនុស្សបរាជ័យយ៉ាងពិតប្រាកដនៅពេលដែលខ្ញុំបានប្រគល់សាច់រឿងដូចគ្នានេះទៅឲ្យមនុស្សដែលមានផ្នត់គំនិតរីកចម្រើនពួកគេមានការយល់ឃើញមួយបែបផ្សេងគេគិតថាខ្ញុំនឹងព្យាយាមឲ្យកាន់តែខ្លាំងជាងនេះក្នុងការសិក្សាប្រយ័ត្នប្រយែងក្នុងការទុកដាក់សម្បត្តិម៉ូតូឲ្យបានប្រសើរជាងនេះហើយគិតថាមិត្តរបស់ខ្ញុំប្រហែលជាគេកំពុងតែមានអារម្មណ៍មិនល្អហើយចំណាត់ថ្នាក់មធ្យមបង្ហាញថាខ្ញុំត្រូវតែខំរៀនសូត្របន្ថែមតែមិនធ្វើទេខ្ញុំនឹងមានពេលពាក់កណ្ដាលឆមាសទៀតដើម្បីបំពន់ខ្លួនឯងនៅមានគំនិតជាច្រើនទៀតដែលស្រដៀងស្ដៀងនឹងគំនិតទាំងនេះតែខ្ញុំយល់ថាប៉ុណ្ណឹងអ្នកអាចយល់បានហើយឥឡូវនេះងាកមកមើលថាតើពួកគេទាំងនោះដោះស្រាយវាដោយរបៀបណាខ្ញុំនឹងចាប់ផ្ដើមគិតពីការសិក្សាឡើងវិញឬប្រហែលជាត្រូវរៀនដោយវិធីផ្សេងៗដើម្បីឲ្យខ្លួនឯងមានប្រសិទ្ធភាពជាងមុនខ្ញុំនឹងចេញសងថ្លៃសម្បត្តិម៉ូតូហើយខ្ញុំនឹងនិយាយជាមួយសម្លាញ់របស់ខ្ញុំនៅពេលក្រោយទៀតខ្ញុំនឹងរកមើលថាតើខ្ញុំធ្វើខុសកន្លែងណានៅក្នុងការប្រឡងមួយនេះរួចកែសម្រួលវាឡើងវិញហើយខ្ញុំនឹងចេញទៅសងថ្លៃធ្វើសម្បត្តិម៉ូតូពេលក្រោយចាំទូរស័ព្ទទៅរកមិត្តភក្តិខ្ញុំហើយប្រាប់គេថាថ្ងៃមុននេះខ្ញុំមិនសប្បាយចិត្តទេប្រឡងលើកក្រោយខ្ញុំនឹងសន្យាលោកគ្រូថាខ្ញុំនឹងខំប្រឹងធ្វើឲ្យល្អជាងនេះហើយប្រយ័ត្នប្រយែងឲ្យបានច្រើនជាងនេះពេលទុកសម្បត្តិម៉ូតូចំណែករឿងមិត្តភក្តិរបស់ខ្ញុំនោះខ្ញុំនឹងស្វែងរកថាតើគេកំពុងតែមានបញ្ហាអ្វីដែរការពិតទៅមិនថាអ្នកណាមានផ្នត់គំនិតបែបណាក៏ដោយក៏គេចេះមិនសប្បាយចិត្តដូចតែគ្នានឹងចំពោះរឿងប្រឡងមានពិន្ទុទាបត្រូវបានមិត្តភក្តិបដិសេធឬមនុស្សជាទីស្រឡាញ់មិនអើពើជាមួយសុទ្ធតែជារឿងមិនសប្បាយចិត្តមាននរណាវាយខ្លួនឯងហើយរំភើបរីករាយនោះទេប៉ុន្តែអ្នកដែលមានផ្នត់គំនិតរីកចម្រើនមិនយករឿងទាំងអស់នោះមកដាក់ជាប់ខ្លួនឡើយហើយគេក៏មិនបោះបង់ការដើរទៅមុខរបស់គេផងដែរទោះបីជាពួកគេមានអារម្មណ៍ខ្វល់ខ្វាយឬស្មុគស្មាញក៏ពួកគេនៅតែព្រមប្រឈមមុខជានិច្ចគេរៀបចំខ្លួនទទួលយកការប្រថុយប្រថានទាំងឡាយដែលអាចឲ្យគេស្វែងយល់ពីអ្វីដែលថ្មីៗនិងអភិវឌ្ឍខ្លួនទៅមុខបន្តទៅទៀតតើមានអ្វីថ្មីតើវាដូចជាគំនិតមួយថ្មីដែលប្លែកដែរឬទេមុននេះយើងបាននិយាយនឹងសង្កត់ធ្ងន់ទៅលើការប្រថុយប្រថាននិងថាមពលនៃការតស៊ូមិនបោះបង់ក្នុងន័យថាបើមិនប្រថុយធ្វើក៏មិនបានចំណេញដែរឬបើអ្នកមិនជោគជ័យនៅដំណាក់កាលដំបូងត្រូវព្យាយាមហើយព្យាយាមទៀតឬមួយក៏ទីក្រុងរ៉ូមមិនមានសាងសង់ឡើងក្នុងរយៈពេលតែមួយថ្ងៃនោះទេអ្វីដែលអស្ចារ្យបំផុតនោះគឺអ្នកដែលមានផ្នត់គំនិតទេមិនយល់ស្របនឹងគំនិតទាំងនេះនោះទេចំពោះពួកគេបើមិនប្រថុយប្រថានក៏មិនខាតបង់ដែរបើអ្នកមិនជោគជ័យនៅដំណាក់កាលដំបូងហើយប្រហែលជាគ្មានសមត្ថភាពទេបើទីក្រុងរ៉ូមមិនមែនសាងសង់ឡើងក្នុងតែមួយថ្ងៃទេនោះវាក៏គ្មានស្អីអស្ចារ្យដែរបើនិយាយទៅការប្រថុយប្រថាននិងការប្រឹងប្រែងគឺជាអ្វីដែលបង្ហាញពីភាពខ្វះខាតរបស់គេហើយបញ្ជាក់ថាអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយវាពិតណាស់
រឿងដ៏គួរឲ្យភ្ញាក់ផ្អើលណាស់ដែលបុគ្គលមានផ្នត់គំនិតថេរមិនជឿជាក់ទៅលើការខិតខំប្រឹងប្រែងទាល់តែសោះអ្វីដែលថ្មីទៀតនោះគឺការយល់ឃើញរបស់បុគ្គលម្នាក់ៗទៅលើការប្រថុយប្រឋាននិងការខិតខំប្រឹងប្រែងកើតចេញពីផ្នត់គំនិតដ៏ជ្រាលជ្រៅរបស់គេការដែលមនុស្សមួយចំនួនអាចយល់ពីតម្លៃនៃការអភិវឌ្ឍខ្លួននិងសារៈសំខាន់នៃការតស៊ូព្យាយាមនោះវាមិនមែនជារឿងចៃដន្យនោះទេបើតាមការស្រាវជ្រាវរបស់យើងបានបង្ហាញថាទស្សនៈទាំងអស់នេះគឺកើតមាននៅក្នុងផ្នត់គំនិតរីកចម្រើននៅពេលដែលយើងបង្រៀនមនុស្សឲ្យមានផ្នត់គំនិតរីកចម្រើនពួកគេចូលចិត្តដកបទពិសោធន៍អ្វីដែលថ្មីនិងខិតខំប្រឹងប្រែងចំពោះការងារគេផ្ដោតទៅលើការអភិវឌ្ឍខ្លួនស្រដៀងគ្នានេះដែរវាក៏មិនមែនជារឿងចៃដន្យដែរដែលមនុស្សមួយចំនួនមិនចូលចិត្តការអភិវឌ្ឍខ្លួននោះនៅពេលដែលយើងដាក់ពួកគេចូលទៅក្នុងផ្នត់គំនិតថេរបណ្ដោះអាសន្នពួកគេក៏ចាប់ផ្ដើមភ័យខ្លាចភ្លាមៗនឹងការសាកល្បងអ្វីដែលថ្មីហើយយល់ថាការខិតខំប្រឹងប្រែងជារឿងដែលគ្មានតម្លៃឡើយគេផ្ដោតទៅលើលក្ខណៈថេរពីកំណើតរបស់គេយើងចំណាំឃើញសៀវភៅជាច្រើនដែលមានចំណងជើងបែបថាអាត់កំបាំងទាំង10នៃមនុស្សជោគជ័យទាំងអស់លើពិភពលោកអីអស់ហ្នឹងគឺសម្បូរមែនទែននៅតាមបណ្ដាតូបលក់សៀវភៅឬបណ្ណាគារនានាហើយសៀវភៅទាំងនោះអាចផ្ដល់ឲ្យនៅគន្លឹះដែលមានប្រយោជន៍ជាច្រើនប៉ុន្តែក្នុងនោះគេចូលចិត្តប្រើពាក្យមួយចំនួនដែលមិនចំចំណុចដូចជាពាក្យថាប្រថុយប្រឋានឲ្យបានច្រើនឬត្រូវមានជំនឿចិត្តលើខ្លួនឯងដែលវាធ្វើឲ្យអ្នកស្ងើចសរសើរចំពោះអ្នកណាដែលគេអាចធ្វើបែបហ្នឹងបានតែចំពោះខ្លួនអ្នកវិញនៅតែមិនអាចធ្វើបានដដែលព្រោះអ្នកមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទើបអាចមានជំនឿចិត្តលើខ្លួនឯងបានដូច្នេះហើយទើបអ្នកមានកម្លាំងចិត្តបានត្រឹមតែ 2-3 ថ្ងៃរួចអាចកំបាំងដែលបុគ្គលជោគជ័យនៅតែជាអាចកំបាំងដដែលទុយមកវិញនៅពេលដែលអ្នកចាប់ផ្ដើមយល់អំពីផ្នត់គំនិតរីកចម្រើននិងផ្នត់គំនិតថេរហើយនោះអ្នកនឹងមើលឃើញដោយខ្លួនឯងថាតើអ្វីដែលអាចនាំអ្នកទៅរកផ្លូវល្អឬមិនល្អទៅបានអ្នកអាចដឹងទៀតផងដែរថាតើជំនឿដែលជឿថាសមត្ថភាពរបស់អ្នកនៅជាប់គាំងដូចជាថ្មមិនអាចផ្លាស់ប្ដូរបាននោះវានឹងនាំអ្នកទៅរកការគិតនិងសកម្មភាពបែបណាហើយជំនឿដែលជឿថាសមត្ថភាពរបស់អ្នកអាចបង្កើនទៅមុខបាននោះអាចនាំអ្នកទៅរកការគិតនិងសកម្មភាពបែបណាវានឹងបង្ហាញផ្លូវពីរផ្សេងគ្នាឲ្យអ្នកជ្រើសរើសនេះជាអ្វីដែលធ្វើឲ្យអ្នកស្រាវជ្រាវដូចជាពួកយើងលាន់មាត់ថាតាមពិតគឺអញ្ចឹងសោះខ្ញុំបានយល់ពីវាមិនត្រឹមតែតាមរយៈការសិក្សាទៅលើផ្នត់គំនិតប៉ុណ្ណោះទេគឺថែមទាំងតាមរយៈសម្បត្តិដែលខ្ញុំបានទទួលពីមនុស្សជាច្រើនដែលបានអានការស្រាវជ្រាវរបស់ខ្ញុំផងដែរពួកគេរកឃើញអំពីខ្លួនឯងហើយប្រាប់ខ្ញុំថាតាមអ្វីដែលខ្ញុំបានអានលើអត្ថបទរបស់អ្នកស្រីខ្ញុំបានឃើញរូបភាពរបស់ខ្លួនឯងម្ដងហើយម្ដងទៀតហើយគិតក្នុងចិត្តថាអានឹងហើយគឺខ្ញុំអានឹងហើយគឺខ្ញុំអ្នកខ្លះនិយាយទៀតថាអត្ថបទរបស់អ្នកស្រីពិតជាធ្វើឲ្យខ្ញុំភ្លឺភ្នែកមែនខ្ញុំយល់ថាខ្ញុំបានរកឃើញពីអាចកំបាំងនៃពិភពលោកនេះហើយពួកគេគិតថាផ្នត់គំនិតដែលគេផ្លាស់ប្ដូរសារជាថ្មីខ្ញុំអាចរាយការណ៍ពីការអភិវឌ្ឍខ្លួនដែលបានកើតឡើងចំពោះរូបខ្ញុំបានផ្ទាល់ថាវាគឺជាអារម្មណ៍មួយពិតជាអស្ចារ្យមែនទែនហើយពួកគេក៏បានដាក់ការគិតបែបថ្មីនេះចូលទៅក្នុងខ្លួនរបស់គេរួមទាំងអ្នកដទៃផងដែរគេបានប្រាប់ខ្ញុំថាការស្រាវជ្រាវរបស់អ្នកស្រីបានអនុញ្ញាតឲ្យខ្ញុំធ្វើការអភិវឌ្ឍខ្លួនខ្ញុំជាមួយនឹងក្មេងៗបានច្រើនហើយបានរកឃើញថាការអប់រំថ្មីៗមួយនៅក្នុងរូបបែបដែលខុសពីមុនឬអ្នកខ្លះក៏និយាយថាខ្ញុំគ្រាន់តែចង់ឲ្យអ្នកស្រីបានដឹងថាការស្រាវជ្រាវរបស់អ្នកស្រីនេះវាមានឥទ្ធិពលទៅលើបុគ្គលដទៃរួមទាំងសិស្សៗរបស់អ្នកស្រីដល់កម្រិតណាការស្គាល់ខ្លួនឯងការវាស់វែងពីសមត្ថភាពនិងអ្វីដែលគេមានប្រហែលជាមនុស្សដែលមានផ្នត់គំនិតរីកចម្រើនគិតថាពួកគេមិនមែនជា Einstein ឬ Beethoven នោះទេប៉ុន្តែពួកគេចូលចិត្តបំពន់បន្ថែមសមត្ថភាពរបស់គេហើយសាកល្បងធ្វើអ្វីដែលពួកគេមិនមានសមត្ថភាពនឹងធ្វើជាក់ស្ដែងបើតាមការសិក្សាកន្លងមកបានបង្ហាញថាមនុស្សជាទូទៅប៉ាន់ស្មានមិនត្រូវអំពីសមត្ថភាពរបស់ខ្លួនឯងឡើយថ្មីនេះយើងបានស្វែងរកថាតើមនុស្សប្រភេទណាដែលមានលក្ខណៈបែបនេះខ្លាំងពិតមែនគឺយើងស្វែងរកមនុស្សណាដែលមើលស្រាលពីសមត្ថភាពនិងសកម្មភាពរបស់ខ្លួនឯងហើយអ្វីដែលបានរកឃើញនោះគឺមនុស្សដែលមានផ្នត់គំនិតថេរតែងតែស្មានខុសទៅលើការពិតជានិច្ចចំណែកឯមនុស្សដែលមានផ្នត់គំនិតរីកចម្រើនវិញគេអាចថ្លឹងថ្លែងអំពីសមត្ថភាពរបស់ពួកគេបានយ៉ាងមិនគួរឲ្យជឿប្រសិនបើអ្នកគិតដូចបុគ្គលដែលមានផ្នត់គំនិតរីកចម្រើនជឿថារូបអ្នកអាចអភិវឌ្ឍខ្លួនបានទៅមុខនោះអ្នកនឹងបើកទូលាយក្នុងការថ្លឹងថ្លែងព័ត៌មានអំពីសមត្ថភាពនានារបស់អ្នកក្នុងពេលបច្ចុប្បន្នបើទោះជាមិនទាន់ល្អពេញទំហឹងក៏ដោយលើសពីនេះទៅទៀតបើអ្នកចូលចិត្តរៀនដូចជាពួកគេអ្នកត្រូវថ្លឹងថ្លែងពីសមត្ថភាពបច្ចុប្បន្នរបស់អ្នកដើម្បីឲ្យការរៀនសូត្រមួយនោះមានប្រសិទ្ធភាពកាន់តែខ្ពស់ទោះជាយ៉ាងណាក៏ដោយគ្រប់រឿងទាំងអស់មិនថាល្អឬអាក្រក់ឡើយចំពោះអ្នកដែលមានផ្នត់គំនិតទេគេនឹងគេចមិនផុតពីការបកស្រាយខុសនោះទេលទ្ធផលខ្លះគេនិយាយពន្លើសពេកឯខ្លះទៀតគេនិយាយបន្ទាបពេកហើយមុនពេលដែលពួកគេបានដឹងខ្លួនថាអីចឹងគេមិនស្គាល់អំពីខ្លួនឯងឡើយលោក
Howard Gardner បានធ្វើការសន្និដ្ឋាននៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងគំនិតមិនធម្មតា Extraordinary Minds ជាបុគ្គលដែលមានភាពខុសប្លែកពីមនុស្សធម្មតាមានទេពកោសល្យពិសេសក្នុងការថ្លឹងថ្លែងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គេវាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ថាអ្នកដែលមានផ្នត់គំនិតរីកចម្រើនមានទេពកោសល្យមួយនោះតើមានអ្វីនៅក្នុងស្តុកគំនិតរឿងមួយទៀតដែលមនុស្សមិនធម្មតាមាននោះគឺទេពកោសល្យក្នុងការផ្លាស់ប្ដូរភាពបរាជ័យនៅក្នុងជីវិតឲ្យคล้ายទៅជាជោគជ័យនាពេលអនាគតអ្នកស្រាវជ្រាវពីគំនិតច្នៃប្រឌិតរបស់មនុស្សក៏យល់ស្របនឹងទស្សនៈនេះដែរក្នុងចំណោមអ្នកស្រាវជ្រាវពីផ្នត់គំនិតច្នៃប្រឌិត143រូបមានការយល់ឃើញមួយស្របគ្នាអំពីធាតុផ្សំលំដាប់ទី1របស់បុគ្គលដែលមានលក្ខណៈច្នៃប្រឌិតខ្ពស់ធាតុផ្សំមួយនោះគឺការព្យាយាមមិនបោះបង់ដែលបង្កើតឡើងដោយផ្នត់គំនិតរីកចម្រើនអ្នកប្រហែលជាឆ្ងល់ទៀតហើយថាត្រឹមតែជំនឿមួយសោះអាចនាំអ្នកទៅរកការចង់សាកល្បងជឿទៅលើការខិតខំប្រឹងប្រែងមិនបាក់ទឹកចិត្តពេលបរាជ័យហើយទទួលបានជោគជ័យយ៉ាងដូចម្តេចទៅនៅចំពោះបន្ទាប់អ្នកនឹងបានយល់ថាតើរឿងទាំងអស់នេះកើតឡើងដោយរបៀបណាតើផ្នត់គំនិតអាចផ្លាស់ប្ដូរទស្សនៈចំពោះសេចក្តីព្យាយាមនិងភាពជោគជ័យដោយរបៀបណាខ្លះតើពួកវានឹងផ្លាស់ប្ដូរទស្សនៈចំពោះនិយមន័យនិងកំណត់សម្គាល់អំពីភាពបរាជ័យដោយរបៀបណាហើយពួកវានឹងផ្លាស់ប្ដូរអត្ថន័យដ៏ជ្រាលជ្រៅនៃការខិតខំប្រឹងប្រែងដោយរបៀបណាខ្លះអ្នកនឹងបានឃើញថាតើផ្នត់គំនិតទាំងនេះដើរតួនាទីសំខាន់ដូចម្តេចខ្លះនៅក្នុងការសិក្សាវិស័យកីឡាការងារនិងទំនាក់ទំនងអ្នកនឹងឃើញថាពួកវាបានមកពីណាហើយអាចផ្លាស់ប្ដូរបានដោយរបៀបណាអភិវឌ្ឍផ្នត់គំនិតរបស់អ្នកតើអ្នកមានផ្នត់គំនិតប្រភេទណាចូលឆ្លើយនឹងសំណួរខាងក្រោមទាក់ទងនឹងភាពឆ្លាតវៃរបស់មនុស្សអាននៅប្រយោគនីមួយៗហើយសម្រេចចិត្តថាតើប្រយោគមួយណាដែលអ្នកយល់ស្របជាងគេឬមិនយល់ស្របតតែសោះ1ភាពវៃឆ្លាតរបស់អ្នកគឺជារឿងសំខាន់ខ្លាំងណាស់ហើយអ្នកមិនអាចផ្លាស់ប្ដូរវាបានទេ2អ្នកអាចរៀនអ្វីដែលថ្មីប៉ុន្តែអ្នកមិនអាចផ្លាស់ប្ដូរកម្រិតនៃភាពវៃឆ្លាតរបស់អ្នកបានឡើយ3មិនថាអ្នកឆ្លាតឬល្ងងប៉ុណ្ណាអ្នកនៅតែអាចផ្លាស់ប្ដូរវាបានខ្លះទៀត4អ្នកអាចផ្លាស់ប្ដូរកម្រិតនៃភាពឆ្លាតវៃរបស់អ្នកបានជានិរន្តរ៍ប្រយោគទី1និងទី2គឺជាប្រយោគរបស់ផ្នត់គំនិតថេរឯប្រយោគទី3និងទី4គឺឆ្លុះបញ្ចាំងអំពីផ្នត់គំនិតរីកចម្រើនតើអ្នកយល់ស្របនឹងផ្នត់គំនិតមួយណាជាងអ្នកអាចនឹងមានខាងនេះបន្តិចខាងនោះបន្តិចចម្រុះគ្នាប៉ុន្តែមនុស្សជាច្រើនគឺតូរទៅរកផ្នត់គំនិតណាមួយច្រើនជាងផ្នត់គំនិតមួយទៀតអ្នកក៏អាចមានជំនឿផ្សេងទៀតចំពោះសមត្ថភាពពីកំណើតផងដែរអ្នកអាចជំនួសទេពកោសល្យសិល្បៈសមត្ថភាពកីឡាឬជំនាញក្នុងអាជីវកម្មដោយភាពឆ្លៀសវៃបានសាកល្បងលើមើលមិនត្រឹមតែសមត្ថភាពរបស់អ្នកនោះទេសូម្បីតែអត្តចរិតរបស់អ្នកក៏ដោយសូមក្រឡេកមើលមកប្រយោគខាងក្រោមនេះអំពីបុគ្គលិកលក្ខណៈនិងអត្តចរិតរបស់មនុស្សហើយជ្រើសរើសថាតើប្រយោគមួយណាដែលអ្នកយល់ស្របជាងនិងមួយណាដែលអ្នកមិនយល់ស្របទាល់តែសោះ1បើអ្នកគឺជាមនុស្សយ៉ាងម៉េចគឺអញ្ចឹងហើយគ្មានអ្វីអាចផ្លាស់ប្ដូរអ្នកបានទេ2មិនថាអ្នកជាមនុស្សបែបណាអ្នកនៅតែអាចផ្លាស់ប្ដូរបានជានិច្ច3អ្នកអាចធ្វើរឿងខុសៗគ្នាតែផ្នែកដែលសំខាន់នៅក្នុងខ្លួនរបស់អ្នកគឺនៅដដែលមិនអាចផ្លាស់ប្ដូរបានឡើយ4អ្នកអាចផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់អ្នកបាននៅទីនេះប្រយោគទី1និងទី3បង្ហាញពីផ្នត់គំនិតថេរហើយប្រយោគទី2និងទី4ឆ្លុះបញ្ចាំងពីផ្នត់គំនិតរីកចម្រើនតើអ្នកយល់ស្របជាមួយមតិមួយណាជាងផ្នត់គំនិតនៃភាពវៃឆ្លាតដើរតួនាទីយ៉ាងសំខាន់នៅក្នុងស្ថានភាពដែលពាក់ព័ន្ធទៅនឹងសមត្ថភាពខួរក្បាលផ្នត់គំនិតនៃអត្តចរិតរបស់អ្នកបង្ហាញខ្លួននៅក្នុងស្ថានភាពដែលពាក់ព័ន្ធទៅនឹងសមត្ថភាពបុគ្គលឧទាហរណ៍ដូចជាភាពឯករាជ្យការសហការការយកចិត្តទុកដាក់ឬជំនាញសង្គមរបស់អ្នកផ្នត់គំនិតថេរធ្វើឲ្យអ្នកព្រួយបារម្ភថាតើអ្នកនឹងត្រូវបានគេវាយតម្លៃដោយរបៀបណាចំណែកឯផ្នត់គំនិតរីកចម្រើនធ្វើឲ្យអ្នកគិតគូរអំពីរឿងអភិវឌ្ឍខ្លួនទៅមុខខាងក្រោមនេះគឺជាវិធីសាស្ត្រផ្សេងៗដែលអ្នកអាចយកមកគិតពីផ្នត់គំនិតនីមួយៗសាកគិតពីនរណាម្នាក់ដែលមានផ្នត់គំនិតថេរសម័យមើលថាតើពួកគេបង្ហាញថាខ្លួនឆាប់ប៉ះពាល់អារម្មណ៍ខ្លាំងកម្រិតណានៅពេលដែលគេធ្វើខុសឬសាងកំហុសអ្វីមួយតើអ្នកធ្លាប់គិតទេថាហេតុអ្វីបានជាពួកគេបែបនេះឬអ្នកខ្លួនឯងក៏បែបនេះដែរឥឡូវនេះចាប់ផ្ដើមយល់ពីមូលហេតុទាំងនោះហើយសាកល្បងគិតអំពីមនុស្សម្នាក់ដែលគេមានទំនោរទៅរកផ្នត់គំនិតរីកចម្រើនមនុស្សម្នាក់ដែលយល់ថាសមត្ថភាពដ៏ពិសេសរបស់គេគឺអាចបង្កើនឡើងបន្ថែមទៀតបានគិតអំពីវិធីសាស្ត្រដែលគេប្រើនៅពេលប្រឈមមុខជាមួយនឹងឧបសគ្គទាំងឡាយគិតមើលថាតើពួកគេពង្រឹងខ្លួនឯងដោយរបៀបណាខ្លះតើវិធីអ្វីដែលប្រើប្រាស់ក្នុងការផ្លាស់ប្ដូរឬអភិវឌ្ឍខ្លួនអ្នកឥឡូវនេះចូលស្រមៃថាអ្នកបានសម្រេចចិត្តចូលរៀនភាសានៅវគ្គសិក្សាថ្មីមួយការបង្រៀនបានចាប់ផ្ដើមអស់ពី3ម៉ោងហើយលោកគ្រូបានហៅអ្នកឲ្យឡើងក្តារខៀនរួចគាត់ក៏ចាប់ផ្ដើមសួរសំណួរទៅកាន់
អ្នកមួយហើយមួយទៀតដាក់ខ្លួនអ្នកជាមនុស្សមានផ្នត់គំនិតទេសមត្ថភាពរបស់អ្នកគឺមានកំណត់តើអ្នកមានអារម្មណ៍ថាកសែភ្នែកជាច្រើនគូកំពុងតែបាញ់ឆ្ពោះមករកអ្នកដែរឬទេតើអ្នកមានឃើញទឹកមុខរបស់លោកគ្រូដែលចាំចាប់កំហុសរបស់អ្នកដែរឬទេក្រៅពីភាពតានតឹងអារម្មណ៍ញ័រភ័យខ្លួនតើអ្នកមានគិតដល់អ្វីផ្សេងទៀតដែរឬទេឥឡូវដាក់ខ្លួនអ្នកជាមនុស្សមានផ្នត់គំនិតដែលរីកចម្រើនវិញម្ដងអ្នកទើបតែមកថ្មីអ្នកមិនទាន់ចេះអ្វីទេដូច្នេះហើយទើបអ្នកមកទីនេះដើម្បីរៀនលោកគ្រូគឺជាប្រភពនៃចំណេះដឹងហើយអ្នកបើកចិត្តយ៉ាងទូលាយក្នុងការទទួលយកអ្វីដែលថ្មីសារនៅក្នុងអត្ថបទនេះគឺអ្នកអាចផ្លាស់ប្ដូរជ្រុងនៃការមើលរបស់អ្នកបាន